giờประกาศนะខ្ញុំមិនយល់អាបញ្ហានេះរឿងតាមមួយខេត្តនោះទេហេតុអីបានជាទៅដល់ថ្នាក់ចេញមុខដល់មកប្រទេសទៅស្គាល់ទោសប្រជាពលរដ្ឋម្នាក់ភ្លើងវាឆេះតាមមកកន្លែងនោះទេហេតុអីក៏បានទៅនាំគ្នាដុតទៅដល់មកកន្លែងផ្សេងជាច្រើនកន្លែងទៀតឲ្យមានការខឹងសម្បាពីប្រជាពលរដ្ឋលបោកទៅធ្វើខមមិនខ្លះទៅលោកអើយយើងជាស្ថាប័នមួយត្រូវមានការទទួលខុសត្រូវចំពោះនៅអ្វីដែលជាដែនសវត្ថកិច្ចរបស់ខ្លួនឯងក្នុងការបំពេញបេសកកម្មក៏ដូចជាទូនីតិរបស់ខ្លួនមិនមែនទៅស្គាល់ទោសគ្រប់តែគ្នាយ៉ាងទេយូរទៅប្រជាពលរដ្ឋគាត់ខ្លាចបច្ចុប្បន្នគាត់យល់ថាបញ្ហានេះគឺជាការគំរាមកំហែងទៅដល់ប្រជាពលរដ្ឋដទៃផ្សេងទៀតដែលគាត់ចង់និយាយអំពីរឿងរ៉ាវអាក្រក់របស់មន្ត្រីមួយចំនួនក្នុងស្ថាប័នមួយចំនួនគាត់មិនហ៊ានដោយសារតែការប្រើអំណាចដែលបានបញ្ជាក់ថាខ្លួនស្អាតស្អំទាំងដែលរឿងខ្លះយើងទទួលខ្លះទៅវាមានអីទៅខាតបង់ប្រជាពលរដ្ឋបញ្ចេញមតិជាសិទ្ធិរបស់ប្រជាពលរដ្ឋរឿងបុគ្គលដល់បុគ្គលហៅគ្នាដោះស្រាយជូនហើយជួយឲ្យបុគ្គលម្នាក់នោះកែសម្រួលពាក្យសម្ដីឬក៏យ៉ាងណាអានឹងយើងនិយាយគ្នាទៅចាំបាច់អីទៅដល់ថ្នាក់ចេញលិខិតស្គាល់ទោសចង់ប្រជាពលរដ្ឋដទៃមិនភ័យខ្លាចងាប់ទៅហើយទេបុគ្គលឬក៏ប្រជាពលរដ្ឋមួយចំនួនដែលគ្រប់គ្រងពួកប្រឆាំងដោយសារតែក្រុមមន្ត្រីមួយចំនួនគឺបានបិទសិទ្ធពួកគាត់បណ្ដោយនិយាយបន្តិចមិនបានគេហៅទៅសួរនាំគេហៅទៅសម្លុតតើឲ្យមានបញ្ហាកែសម្រួលប្រព័ន្ធថ្នាក់មូលដ្ឋាននឹងវាអាចល្អប្រសើរបានទេកន្លែងមួយចំនួនគឺត្រូវពង្រឹងសន្តិសុខព្រោះថាយើងបានរយៈចុងក្រោយនេះគឺវាមាននៅក្មេងទំនើបច្រើនណាស់ជិះល្បាតការពារជូនប្រជាពលរដ្ឋអ្នកភូមិយើងហើយករណីប្រជាពលរដ្ឋរាយការណ៍យើងចង់ទៅធ្វើការជាមួយគាត់ទៅសម្រួលគាត់វាយ៉ាងម៉េចចាប់បានកន្លែងណាបុគ្គលណាឬក៏វាខ្លាចឲ្យប៉ះពាល់ប្រយោជន៍ផ្ទាល់ខ្លួនរឿងគឺខ្ញុំចង់បញ្ជាក់អញ្ចឹងកុំការពារឆ្នាំងបាយខ្លួនឯងបើសិនជាខ្លួនឯងខុសទទួលកំហុសហើយគ្មានប្រជាពលរដ្ឋណាទៅឲ្យទម្លាក់ទេសូមទោសប្រជាពលរដ្ឋហើយក៏ពង្រឹងស្មារតីធ្វើការនឹងឡើងវិញទៅវាគ្មានអ្នកណាទៅយកទោសទេហើយចាំបាច់ទៅចេញដល់ថ្នាក់ស្គាល់ទោសទូទាំងប្រទេសចង់អាណាងាប់និយាយឲ្យច្បាស់មើលដូចជ្រុលហួសស្រឡាញ់គណៈទូនទីស្ថាប័នហួសនិយាយប៉ះពាល់មិនបានប្រជាពលរដ្ឋមួយចំនួនទៅគ្រប់គ្រងពួកអបឆាំងដែលអបឆាំងវានៅក្រៅប្រទេសវាហ៊ាននិយាយហើយវាបាក់មុខកណ្ដីរដ្ឋាភិបាលនោះមកឲ្យយល់កន្លែងនេះមើលគ្នាខំការពាររដ្ឋាភិបាលដែរត្រូវចាំកន្លែងហ្នឹងយើងជាស្ថាប័ននៅក្រោមរដ្ឋាភិបាលគួរណាស់តែយកយល់ហើយធ្វើការនោះឲ្យមានប្រសិទ្ធភាពទៅវាជាប់ទៅហើយរឿងវាអត់មានពិបាកសោះអត់មានពិបាកសោះមិនចឹងឯណោះ